របៀបប្រើ time frame ដើម្បីវិភាគទីផ្សារស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វគ្គសិក្សាថ្មីរបស់យើងបន្តទៀតនៅពេលដែលអ្នកបើកឆាតដើម្បីវិភាគទីផ្សារជំហានដំបូងដែលអ្នកជំនាញតែងតែណែនាំគឺត្រូវចាប់ផ្ដើមពី daily chart ជាមុនសិនDaily Chart គឺជាតារាងដែលបង្ហាញចលនាតម្លៃក្នុងរយៈពេលមួយថ្ងៃសម្រាប់ candlestick នីមួយៗ Time frame នេះជួយយើងមើលឃើញទិសដៅធំ main trend របស់ទីផ្សាររបៀបស្គាល់ trend បើតម្លៃបន្តបង្កើត higher high និង higher low មានន័យថាទីផ្សារកំពុងស្ថិតនៅក្នុង uptrend ឬទិសដៅកើនឡើងផ្ទុយទៅវិញបើតម្លៃបង្កើត lower high និង lower low នោះមានន័យថាទីផ្សារកំពុងស្ថិតនៅក្នុង downtrend ឬទិសដៅធ្លាក់ចុះការស្គាល់ trend ឲ្យបានត្រឹមត្រូវគឺជាជំហានសំខាន់បំផុតមុននឹងសម្រេចចិត្តចូលទិញឬលក់តើ pullback គឺជាអ្វីនៅក្នុង uptrend តម្លៃមិនអាចឡើងត្រង់រហូតបានទេជាធម្មតាវានឹងមានការធ្លាក់ចុះបន្តិចមុននឹងបន្តឡើងវិញការធ្លាក់ចុះបណ្ដោះអាសន្ននេះគេហៅថា pullback គឺជាឱកាសដ៏ល្អសម្រាប់អ្នកដែលខកខានការចូលទិញនៅដំណាក់កាលដំបូងការស្គាល់ consolidation ក្រោយពេលទីផ្សារមានចលនាខ្លាំងមិនថាឡើងឬចុះទេតម្លៃភាគច្រើននឹងចូលទៅក្នុងដំណាក់កាលមួយដែលគេហៅថា consolidation គឺជាពេលដែលតម្លៃដើរទៅក្នុងជួរតូចដោយមិនទាន់សម្រេចថានឹងបន្តឡើងឬបន្តចុះរយៈពេលនឹងអាចមានរយៈពេល2-3ថ្ងៃ2-3សប្តាហ៍ឬសូម្បីតែច្រើនខែក៏មានប្រើ time frame សម្រាប់ day tradingប្រសិនបើអ្នកជា day trader អ្នកមិនគួរមើលតែ daily chart ប៉ុណ្ណោះទេគួរចាប់ផ្ដើមពី 1 hour chart ជាមុន time frame នេះជួយយើងឲ្យមើលឃើញចលនាតម្លៃក្នុងមួយថ្ងៃនិងអាចស្គាល់ pullback consolidation និង breakout បានយ៉ាងច្បាស់បន្ទាប់មកយើងមើល chart 15 minute chart ដើម្បីស្វែងរកចំណុចចូលដែលមានភាពច្បាស់លាស់ជាងចុងក្រោយគឺប្រើ1 minute chart ដើម្បីកំណត់ចំណុច enter និង exit ឲ្យបានត្រឹមត្រូវសរុបមកការវិភាគ time frame ធំមក time frame តូចនឹងជួយឲ្យអ្នកជួញដូរមានភាពច្បាស់លាស់និងកាត់បន្ថយការសម្រេចចិត្តខុសសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់កុំភ្លេច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗ Okay, let's go.